បានពុកម៉ែបងប្អូនបាទនេះគឺជាការធ្វើតេស្តជាក់ស្ដែងបាទយើងមើលពីគុណភាពសាច់វាស្វិតប៉ុណ្ណានេះគឺកាឡា2ហ៊ុនពុកម៉ែបងប្អូនបាទស្វិតណាស់ខ្ញុំទី1ទំហឹងឡើងក្រហមដៃខ្ញុំបាទអត់ដាច់ទេកាឡា2ហ៊ុនឥឡូវយើងតេស្តមើលកាឡា4ហ៊ុនម្ដងបាទពុកម៉ែបងប្អូនមើលតការទាញទៅគឺទី1ទំហឹងមនុស្សចាស់បាទគីឡូខ្ញុំគឺ60ជាងគឺខ្ញុំទាញបាទគឺទាញឡើងក្រហមដៃឡើងឈឺដៃបាទអត់ដាច់ទេបាទធានាជូនបាទពុកម៉ែបងប្អូនបាទបាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបងអូនមានផលិតផលម្យ៉ាងគឺជាប្រភេទសំណាញ់ជ័របាទដែលមានពណ៌ខ្មៅហើយដែលមានកាឡាជ្រុងដែលមានកាឡា2ហ៊ុននិង4ហ៊ុនរីឯកម្ពស់មានຂະຫນາດ1ម៉ែត្រ1ម៉ែត្រ2 1ម៉ែត្រកន្លះនិង2ម៉ែត្រហើយប្រភេទសំណាញ់ជ័រនេះពុកម៉ែបងប្អូនឲ្យតែយកបាំងដូចជាសត្វចិញ្ចឹមបាំងស្រះត្រីឬក៏បាំងធ្វើរបងនៅតាមចំការអីយើងបាំងបានមកកាផ្លេមូលហេតុដែលវាបាំងបានច្រើនប្រភេទដោយសារតែវាមានគុណភាពខ្ពស់ដែលវាធន់រឹងមាំធន់ជាមួយនឹងអាកាសធាតុអ្វីដែលពិសេសប្រភេទសំណាញ់ជ័រនេះខ្ញុំជម្រាបជូនពុកម៉ែបងប្អូនគឺបងអូននាំចូលតែប្រភេទសាច់លេខ1ទេបើមិនជាពុកម៉ែបងប្អូនចង់ទិញសាច់លេខ2លេខ3ខាងបងអូនអត់មានលក់ទេខ្ញុំបញ្ជាក់ឲ្យយើងមានសាច់លេខ1សាច់លេខ1ដុំធំសាច់វាក្រាស់បាទអ្វីដែលពិសេសគឺវាធន់វាស្វិតvớiអាកាសធាតុនឹងមកប្រភេទសាច់លេខ1អញ្ចឹងគឺយើងមាន4ຂະຫນាតណាពុកម៉ែបងប្អូនអានេះຂະຫນាត1ម៉ែត្រណាពុកម៉ែបងប្អូនបាទຂະຫນាត1ម៉ែត្រកាឡា2ហ៊ុននេះ1ម៉ែត្រកាឡា4ហ៊ុននេះអានេះຂະຫນាត1ម៉ែត្រ2កាឡា2ហ៊ុនហើយនេះຂະຫນាត1ម៉ែត្រ2កាឡា4ហ៊ុនហើយនេះຂະຫນាត1ម៉ែត្រកន្លះពុកម៉ែបងប្អូននេះ1ម៉ែត្រកន្លះ2ហ៊ុន1ម៉ែត្រកន្លះ4ហ៊ុននេះຂະຫນាត2ម៉ែត្របាទ2ម៉ែត្រកន្លះ4ហ៊ុនហើយនឹង2ម៉ែត្រកន្លះ2ហ៊ុនអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការអាចទំនាក់ទំនងមកខាងបងអូនបានបាទលេខទូរស័ព្ទគឺមាននៅក្នុងវីដេអូក៏នៅលើ caption វីដេអូមានចម្ងល់ឲ្យតាក់ទងសួរបានណាសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការបាទជាចុងក្រោយខាងបងអូនសូមអរគុណសូមជម្រាបលា